នាឡិកានេះគឺធ្វើឡើងតម្រូវសម្រាប់បងប្អូនដែលចូលចិត្តផ្នែកកីឡាហើយជាមួយនឹងការដើរកម្សាន្តបែបផ្សងព្រេងឬក៏យើងហៅថា adventureនេះគឺ Amazfit T-Rex 3 Pro ធ្វើឡើងដើម្បីប្រើប្រាស់នៅក្នុងស្ថានភាពដែលលំបាកឬក៏ស្ថានភាពដែលអាចនឹងរងការប៉ះទង្គិចច្រើនតួដែលធន់រឹងមាំធ្វើអំពី Titanium Grade 5ហើយជាមួយនឹងកញ្ចក់ដែលជាប្រភេទ Sapphire Glass ដែលធន់ជាមួយនឹងភាពសឹករិចរិលបើសិនជាយើងវាស់អំពីភាពធន់រឹងមាំរបស់ Sapphire Glass គឺនៅក្នុងកម្រិតលេខ 9 ធៀបជាមួយនឹងពេជ្រដែលនៅក្នុងលំដាប់លេខ 10 ហើយចំពោះ Titanium Grade 5 នេះវិញគឺជាលោហៈធាតុម្យ៉ាងដែលធន់រឹងមាំនៅក្នុងកម្រិតលេខ 6 បើធៀបជាមួយនឹងភាពធន់រឹងមាំនៅក្នុងកម្រិត10លេខបន្ថែមពីលើនឹងទៀតអេក្រង់របស់នាឡិកានេះគឺមានទំហំរហូតដល់ 1.5 អ៊ីងហើយមុខនាឡិកាទាំងមូលតែម្ដងគឺមានទំហំ 48 មីលីម៉ែត្រចំពោះកញ្ចក់ Amazfit T-Rex 3 Pro នេះទៀតគឺជាប្រភេទ AMOLED screen ដែលធ្វើឲ្យវាចេញពន្លឺហើយជាមួយនឹងកម្រិតពណ៌ច្បាស់ល្អចំពោះពន្លឺដែលជះចេញពីអេក្រង់នេះវិញគឺមានរហូតដល់កម្រិត 3000 nit ដែលវាអាចបញ្ចាំងនៅបានច្បាស់ល្អទោះបីជានៅក្នុងស្ថានភាពដែលភ្លឺខ្លាំងនោះក៏ដោយចំពោះភាពធន់រឹងមាំរបស់នាឡិកា Amazfit T-Rex 3 Pro នេះវិញគឺស្របតាមស្តង់ដារ US Military Grade ដែលអាចធន់ជាមួយនឹងសម្ពាធទឹករហូតដល់ 10 atmospheric pressure ហើយនៅក្នុងជម្រៅទឹក 100 ម៉ែត្រគឺមិនមានជាបញ្ហាទេចំពោះការការពារទូទៅគឺកម្រិត IP69 អញ្ចឹងទាំងធូលីដីទាំងសម្ពាធទឹកគឺមិនជាបញ្ហាសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដែលរងជាមួយនឹងការប៉ះទង្គិចឬក្រោមដំណក់ភ្លៀងនោះដែរគឺវាអាចធន់ជាមួយនឹងការសឹករិចរិលសំណើមសម្ពាធហើយជាមួយនឹងញើសក៏ដូចជាសម្ពាធទឹកដែលខ្លាំងនៅក្នុងការហែលនឹងក៏បានដូចគ្នានេះគឺជាភាពធន់រឹងមាំរបស់ Amazfit T-Rex 3 Pro ដើម្បីឆ្លើយតបជាមួយនឹងការប្រើប្រាស់បែប Adventure នោះនាឡិកានេះក៏ភ្ជាប់មកជាមួយនឹងប្រភេទពិលដែលយើងហៅថា High Intensity Flashlight ដែលឆ្លើយតបទៅជាមួយនឹងមុខងារ SOS ហើយជាមួយនឹងការប្រើប្រាស់ដូចជាការបញ្ចាំងមើលនៅទីងងឹតហើយផ្ដល់ Signal SOS ក្នុងករណីចាំបាច់ណាមួយដែលយើងនៅក្នុងព្រៃឬក៏នៅក្នុងទីងងឹតដែលយើងចង់ផ្ដល់ដំណឹងឲ្យអ្នកផ្សេងដែលគេអាចរកទីតាំងរបស់យើងឃើញនាឡិកានេះក៏ភ្ជាប់មកជាមួយនឹង Offline Map ដែលយើងអាច download បញ្ចូលហើយវាអាចដំណើរការដោយមិនចាំបាច់ internet ទេការចាប់ satellite GPS ម្ដង6នេះគឺធ្វើឲ្យព័ត៌មានដែលទទួលបានពី GPS ហ្នឹងកាត់បន្ថយនៅភាពលំអៀងហើយបង្កើននៅភាពជឿជាក់បានច្រើនចំពោះ offline map នេះទៀតគឺមិនត្រឹមតែយើងអាចមើលជា base map បានទេគឺយើងអាចមើលជា sky map អញ្ចឹងយើងអាចមើលពីខាងលើមកដឹងមានកម្រិតពពកហើយក្រៅពីហ្នឹងទៀតគឺមាន contour map នេះគឺយើងដឹងពី niveau កន្លែងដែលទាបកន្លែងដែលខ្ពស់កន្លែងដែលភ្នំអីហ្នឹងគឺវាបង្ហាញនៅក្នុងនាឡិកានេះបានក្នុងពេលតែមួយតែម្ដងអានេះបើសិនជាយើង download map ទាំង3 style ហ្នឹងនៅក្នុងនាឡិការបស់យើងវាផ្ដល់នៅភាពងាយស្រួលប្រើព្រោះនៅក្នុងការដើរបែបព្រៃនេះពេលខ្លះយើងមិនត្រឹមតែត្រូវដឹងពីទីតាំងទេក៏យើងត្រូវដឹងពីកម្រិត niveau ថាតើយើងនៅក្នុងកម្រិតខ្ពស់ប៉ុណ្ណាដែរអានេះវាផ្ដល់នៅភាពងាយស្រួលហើយនឹងព័ត៌មានជាក់លាក់ច្បាស់បានល្អនៅពេលដែលយើងប្រើ GPS ដើម្បីសកម្មភាពកីឡាឬក៏ការដើរព្រៃឬក៏ការមើល map នេះរហូតហ្មងមានន័យថាយើងបើកមុខងារ GPS រហូតតែម្ដងហ្នឹងគឺនាឡិកានេះអាចដំណើរការបានរហូតដល់42ម៉ោងអញ្ចឹងនេះគឺជាលក្ខណៈងាយស្រួលនៅក្នុងការប្រើប្រាស់បើសិនជាយើងប្រើមុខងារនាឡិកាទូទៅទេគឺអាចដំណើរការបានរហូតដល់27ថ្ងៃឯណោះទំហំថ្មគឺមានទំហំធំរហូតដល់700មីលីអាំពែម៉ោងអញ្ចឹងដោះស្រាយនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃមិនចាំបាច់តែយើងសាកថ្មជាប្រចាំរាល់ថ្ងៃទេបើសិនប្រើប្រាស់ទូទៅសាកម្ដងគឺប្រើបានជិត1ខែឯណោះ Smart Watch នេះក៏បន្ថែមមកជាមួយនឹង memory 32 GB ដើម្បីឲ្យយើងអាចបញ្ចូលបទចម្រៀងឬក៏យើង download map ហ្នឹងនៅក្នុងនាឡិកានេះសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃបន្ថែមពីលើនឹងទៀតការដែលមានទំហំផ្ទុកបែបនេះដែលខ្ញុំបានបញ្ជាក់មិញបទចម្រៀងគឺប្រើប្រាស់នៅពេលដែលយើងហាត់កីឡាយើងមិនបាច់ចាំភ្ជាប់ជាមួយនឹងទូរស័ព្ទអីទៀតទេគឺយើងអាចប្រើនាឡិកានេះទៅជាដូច MP3 player អញ្ចឹងយើងអាចចាក់បទចម្រៀងហើយភ្ជាប់ជាមួយនឹងកាសក្នុងពេលដែលយើងហាត់ប្រាណឬក៏ពេលដែលយើងដើរកម្សាន្តឬក៏ជាការដើរហាត់ប្រាណអញ្ចឹងទៅនេះគឺជាលក្ខណៈពិសេសមួយផ្ដល់នៅក្នុងការប្រើប្រាស់ឲ្យមានភាពងាយស្រួលជាបច្ចេកវិទ្យាបន្ថែមដើម្បីធ្វើឲ្យការតាមដានសុខភាពជាមួយនាឡិកានេះកាន់តែបានល្អប្រសើរនោះគឺ Amazfit T-Rex 3 Pro ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ Amazfit ដែលយើងហៅថា BioTracker ហើយជាមួយនឹង BioCharge នេះគឺជា proprietary technology ដែលធ្វើឲ្យព័ត៌មានដែលទទួលបានពី sensor របស់នាឡិកានេះបង្ហាញជាក់លាក់ច្បាស់ល្អរាល់ព័ត៌មានទាំងអស់ដូចជាការតាមដានទៅលើចង្វាក់បេះដូងកម្រិតអុកស៊ីហ្សែននៅក្នុងឈាមគុណភាពនៃការគេងហើយជាមួយនឹងសកម្មភាពកីឡាផ្សេងៗហ្នឹងគឺនឹងត្រូវបានបូកបញ្ចូលគ្នាដើម្បីធ្វើជាព័ត៌មានត្រឡប់មកវិញដូចជារៀងរាល់ព្រឹកវានឹងផ្ដល់ព័ត៌មានសរុបឲ្យយើងមើលដើម្បីយើងដឹងថាតើយើងបានបញ្ចេញសកម្មភាពកីឡាគ្រប់គ្រាន់អត់បញ្ចេញកម្លាំងគ្រប់គ្រាន់អត់ប្រើ gallery អស់ប្រមាណហើយផ្ដល់ជាយោបល់ថាតើយើងគួរតែធ្វើអ្វីបន្ថែមទៀតនេះគឺជាចំណុចពិសេសហើយបន្ថែមពីលើនឹងទៅលើមុខងារនេះគឺវាសំខាន់ត្រង់ថាព័ត៌មាននឹងគឺវាជាក់លាក់ព្រោះជាបច្ចេកវិទ្យាថ្មីរបស់ Amazfit ដើម្បីជាភាពងាយស្រួលប្រើប្រាស់ជាមួយនឹងនាឡិកា Amazfit T-Rex 3 Pro នេះគឺយើងអាចភ្ជាប់ទៅជាមួយនឹងទូរ
រស័ព្ទមិនថា Android ឬក៏ iOS ទេយើងអាចប្រើមុខងារ call ចេញ call ចូលបានជាមួយនឹងនាឡិកានេះតែម្ដងហើយក៏អាចប្រើមុខងារនេះដើម្បីភ្ជាប់ជាមួយនឹង Messenger ដូចជា Telegram ឬក៏មុខងារ Messenger ផ្សេងៗទៀតដែលយើងអាចឆ្លើយតបជាមួយនឹងតំណែងអស់ទៅនឹងបាននេះគឺជាការប្រើប្រាស់បន្ថែមផ្ដល់ភាពងាយស្រួលជាមួយនឹងនាឡិកាឆ្លាតវៃ Amazfit T-Rex 3 Pro គឺនៅពេលដែលយើងភ្ជាប់ជាមួយនឹងទូរស័ព្ទតាមរយៈ Zap App បញ្ចូលមុខងារបន្ថែមដូចជាការប្រើប្រាស់នាឡិកានេះដើម្បីក្លាយទៅជា Remote Action Camera គឺយើងអាចបញ្ជាក្នុងការ Start Stop ថតនឹងហើយជាមួយនឹងមុខងារផ្សេងៗទៀតដែលយើងអាច download បញ្ចូលបន្ថែមនេះយើងហៅថា Eco App របស់ Amazfit T-Rex 3 Pro យើងអាច download ចេញអំពី Zap App មួយម៉ាត់ចុងក្រោយនាឡិកានេះគឺសម្រាប់អ្នកដែលចូលចិត្តផ្នែកកីឡាហើយជាមួយនឹងការដើរកម្សាន្តបែប Adventure នេះគឺ Amazfit T-Rex 3 Pro នាឡិកាគីឡូធ្ងន់